หรือថ្ងៃស្រស់ស្អាតមុនពិធីបញ្ចប់ការសិក្សាមធ្យមសិក្សាថ្នាក់ទី12មួយថ្ងៃដោយគ្មានការព្រមានឬមូលហេតុអ្វីទាំងអស់គាត់បានបាត់បង់ស្មារតីភ្លាមៗវិញ្ញាណរបស់គាត់បានចាកចេញពីរាងកាយហើយធ្លាក់ចូលទៅក្នុងភាពងងឹតជ្រៅគ្មានទីបញ្ចប់មិនយូរប៉ុន្មានគាត់បានឃើញខ្លួនឯងនៅក្នុងនរកភាពភ័យខ្លាចបានគ្របដណ្ដប់ចិត្តគាត់ខណៈដែលគាត់បានឃើញសត្វចម្លែកគួរឲ្យខ្លាចកំពុងស៊ីគ្នាទៅវិញទៅមកនៅមុខគាត់ទីនោះគ្មានន័យអ្វីទាំងអស់ពោពេញទៅដោយឈាមនិងភាពអស់សង្ឃឹមហេតុអ្វីបានជាគាត់មកដល់ទីនេះគំនិតនោះបានបន្តរំខានចិត្តគាត់ដោយមិនឲ្យគាត់មានសុខសាន្ត10ថ្ងៃបានកន្លងផុតទៅក្នុងទីកន្លែងដ៏សាហាវនោះគាត់ឃ្លានយ៉ាងខ្លាំងរាងកាយក៏កាន់តែអស់កម្លាំងហើយគ្មានសញ្ញាណាមួយនៃការរត់គេចឡើយឯនេះគ្មានអត្ថន័យអ្វីឡើយព្រោះមិនមានសូម្បីតែពន្លឺថ្ងៃអាហារតែមួយដែលគាត់អាចរកបានគឺសាច់រលួយដែលសត្វចម្លែកបានទុកចោលគាត់ញ៉ាំវាដោយការលំបាកយ៉ាងខ្លាំងព្រោះរសជាតិវាគួរឲ្យកផ្អើមបំផុតប៉ុន្តែគាត់គ្មានជំរឿនទីបើគាត់មិនញ៉ាំវានឹងនាំឲ្យគាត់ស្លាប់ដើម្បីរស់រានមានជីវិតគាត់ត្រូវបង្ខំចិត្តសម្របខ្លួនទៅនឹងពិភពដ៏សាហាវនេះថ្ងៃមួយខណៈដែលគាត់កំពុងញ៉ាំសាច់ដោយការធ្វេសប្រហែសគាត់ត្រូវបានសត្វចម្លែកដ៏ធំមួយវាយប្រហារភាពភ័យខ្លាចមិនអាចគ្របដណ្ដប់ចិត្តគាត់បានឡើយគាត់យកថ្មដែលនៅជិតបំផុតគប់ទៅលើវាដោយប្រែកម្លាំងទាំងអស់ដែលនៅសល់ដើម្បីរស់រានមានជីវិតគាត់គ្មានជំរឿនអ្វីឡើយក្រៅពីការប្រយុទ្ធបន្ទាប់ពីនោះទឹកភ្នែកបានធ្លាក់ចុះយ៉ាងស្ងៀមស្ងាត់ពីភ្នែករបស់គាត់ពីភ្នែករបស់គាត់ព្រោះគាត់នឹកគ្រួសារយ៉ាងខ្លាំងដល់ថ្ងៃទី39ដើម្បីរស់រានមានជីវិតគាត់ត្រូវបង្ខំចិត្តបោះបង់មនុស្សធម៌ដែលនៅសល់ក្នុងចិត្តរបស់ខ្លួនដោយសារភាពអស់សង្ឃឹមនៅថ្ងៃទី51ក្មេងប្រុសបានសម្រេចចិត្តថានឹងសម្លាប់សត្វចម្លែកគ្រប់គ្នាដែលគាត់ជួបគាត់បានសង់ចម្រក់តូចមួយដោយប្រើឆ្អឹងនៃសត្វចម្លែកដែលបានស្លាប់នៅទីនោះគាត់បានដុតភ្លើងហើយបន្តស្តារកម្លាំងរបស់ខ្លួនវិញភ្លាមនិមិត្តសញ្ញាដ៏ចម្លែកមួយបានលេចឡើងនៅមុខភ្នែករបស់គាត់វាបង្ហាញថាកម្រិតរបស់គាត់បានកើនឡើងដល់ថ្នាក់ទី3នេះជាលើកដំបូងដែលគាត់បានឃើញរឿងបែបនេះហើយគាត់ឈរមើលដោយការភ្ញាក់ផ្អើលប្រហែលជាគាត់បានឈួតទៅហើយឬក៏ប្រហែលមិនទេជាមួយនឹងកម្រិតទាំងនោះគាត់បានចុចលើអេក្រង់ប្រព័ន្ធហើយទទួលយកការលើកកម្រិតចាប់ពីពេលនោះមករយៈពេល7ឆ្នាំបានកំឡុងផុតទៅហើយកម្រិតបច្ចុប្បន្នរបស់គាត់បានឡើងដល់ថ្នាក់ទី27ឥឡូវនេះគាត់អាចសម្លាប់សត្វចម្លែកនៅរូបតែម្នាក់ឯងដោយគ្មានការលំបាកអ្វីឡើយសម្រាប់គាត់សត្វទាំងនោះដូចជាដង្កូវព្រោះគាត់អាចសម្លាប់វាបានដោយការវាយតែមួយដងប៉ុណ្ណោះវាបានកំឡុងផុតទៅរយៈពេល24ឆ្នាំហើយចាប់តាំងពីគាត់បានមកដល់ទីកន្លែងដ៏វិកលចរិតនេះក្នុងអំឡុងពេលនោះគាត់អាចបង្កើតដាវមួយសម្រាប់ខ្លួនឯងដោយប្រើរ៉ែដែលបានទទួលពីអាណាចក្រដែក Steel Knight ហើយដោយជំនួយរបស់វាគាត់បានបន្តក្លាយជាមនុស្សខ្លាំងជាងមុនដោយប្រើអាវុធនេះគាត់បានបំផ្លាញក្បាលសត្វចម្លែកទាំងនោះដោយស្ងប់ស្ងាត់ដល់ឆ្នាំទី51ក្មេងប្រុសបានផ្លាស់ប្ដូរខ្លួនឯងក្លាយជាសត្វចម្លែកមួយរួចទៅហើយនៅឆ្នាំទី79និងថ្ងៃទី365នៃឆ្នាំនោះគាត់បានកាត់ក្បាលនៃការចម្រោះដ៏អាណោចអាធមមួយនៅឆ្នាំនោះគាត់បានត្រៀមខ្លួនរួចរាល់ដើម្បីជួបព្រះអម្ចាស់អារ៉ាព្រោះជនអាក្រក់នោះគឺជាអ្នកដែលបានអូសគាត់ចូលទៅក្នុងនរកក្មេងប្រុសមិនអាចរងចាំបានទៀតទេក្នុងការបំផ្លាញក្បាលរបស់វាការប្រយុទ្ធគឺសាហាវណាស់ប៉ុន្តែគាត់មិនបានបង្ហាញមេត្តាចំពោះសត្រូវរបស់គាត់ឡើយមិនយូរប៉ុន្មានគាត់បានជួបអ្នកយាមទ្វាររបស់ព្រះអម្ចាស់អារ៉ាដែលបានសន្យាថានឹងកាត់ដាច់អវយវៈរបស់ក្មេងប្រុសហើយបោះគាត់ឲ្យសត្វព្រៃស៊ីប៉ុន្តែទាំងអស់នោះគ្រាន់តែជាសុបិនប៉ុណ្ណោះពេលដឹងថាខ្លួនអាចនឹងចាញ់ព្រះអម្ចាស់អារ៉ាបានចាប់ផ្ដើមប្រយុទ្ធយ៉ាងពិតប្រាកដវាបោះក្មេងប្រុសឲ្យហោះចេញទៅហើយបានសើចចំអកប្រាប់ឲ្យគាត់ទៅកក់កន្លែងក្នុងសួនសពប៉ុន្តែក្មេងប្រុសមិនបានរញ្ជួយចិត្តដោយពាក្យអំនួតទាំងនោះឡើយគាត់រត់ចូលទៅមុខក្នុងគ្រោះថ្នាក់ដោយគ្មានការស្តាក់ស្ទើរក្នុងចលនាមួយដ៏លឿនគាត់បានកាត់ដាច់ដៃទាំងពីររបស់សត្វចម្លែកហើយលោតថយក្រោយទៅជំហៀងភ្លាមនេះខ្យល់បានលេចឡើងបំណែកភ្លៀងមួយវាជាជំនួយការរបស់ក្មេងប្រុសដែលបានណែនាំយ៉ាងតឹងរឹងឲ្យគាត់បញ្ចប់ជីវិតសត្វចម្លែកនេះឲ្យបានច្បាស់លាស់គាត់ត្រូវបានបង្ខំឲ្យថយក្រោយព្រោះសត្រូវរបស់គាត់ពិតជាខ្លាំងណាស់ព្រះអម្ចាស់អារ៉ាមានកំហឹងយ៉ាងខ្លាំងហេតុអ្វីបានជាក្មេងប្រុសដ៏អំនួតនេះហ៊ានមកប្រឈមមុខនឹងអ្នកយាមទ្វារដោយខ្លួនឯងតើគាត់បានបាត់បង់ការភ័យខ្លាចទាំងស្រុងហើយឬខណៈដែលសម្លេងរបស់អារ៉ាធ្វើឲ្យខ្យល់រញ្ជួយក្មេងប្រុសដូចគ្នានោះបានវាយចូលត្រង់កណ្ដាលរាងកាយរបស់សត្វចម្លែកមូលហេតុនៃអំពើដ៏សាហាវនេះគឺសាមញ្ញណាស់ព្រោះអារ៉ានោះធ្វើសម្លេងរំខានពេកសត្វចម្លែកមិនអាចជឿភ្នែករបស់ខ្លួនបានឡើយវាជារឿងមិនអាចទៅរួចបន្ទាប់ពីគំនិតចុងក្រោយនោះវាបានដួលស្លាប់ភ្លាមឥឡូវនេះបុរសសក់ខ្មៅបានសម្លាប់អ្នកយាមទ្វាររួចហើយបន្ទាប់ពីអ្នកយាមទ្វារត្រូវបានសម្លាប់បំណែកភ្លើង The Shard បានចាប់អារម្មណ៍ថាបរិមនោះនឹងធ្វើអ្វីបន្តទៀតសកម្មភាពនេះប្រកាសជាបានធ្វើឲ្យព្រះអម្ចាស់អារ៉ាខាងយ៉ាងខ្លាំងរយៈពេល80ឆ្នាំបានកន្លងផុតទៅចាប់តាំងពីគាត់ធ្លាក់ចូលទៅក្នុងនរកក្នុងអំឡុងពេលនោះគាត់បានប្រយុទ្ធជាមួយសត្វចម្លែករត់មិនអស់ដើម្បីរស់រានមានជីវិតមនុស្សគ្រប់រូបដែលធ្លាក់ចូលមកទីកន្លែងដ៏សាហាវនេះសុទ្ធតែមានហេតុផលនិងរឿងរ៉ាវផ្ទាល់ខ្លួនប៉ុន្តែក្នុងចិត្តរបស់គាត់នៅតែមានសំណួរមួយហេតុអ្វីបានជាគាត់មកដល់ទីនេះហើយហេតុអ្វីបានជាព្រះអង្គម្ចាស់អារ៉ានាំគាត់មកទីនេះគាត់បដិញ្ញាថានឹងស្វែងរកចម្លើយពីអារ៉ាដ៏ខ្លាំងបំផុតដោយខ្លួនឯងនៅពេលដូចគ្នានោះបំណែកភ្លើងបានចាប់ផ្ដើមសង្ស័យពីភាពស្មារតីរបស់បុរសនោះបំណែកភ្លើងបានសង្ស័យពីការសម្រេចចិត្តរបស់បុរសនោះតើមិនអាចសួរយ៉ាងសុភាពបានទេឬលោកក្បាលដែលហោះអណ្ដែតបានណែនាំឲ្យគាត់កុំធ្វើអ្វីឈួតហើយប្រាប់ឲ្យគាត់លុតជង្គង់សុំអភ័យទោសពីព្រះអម្ចាស់អារ៉ាប៉ុន្តែក្មេងប្រុសមិនយល់ព្រមនឹងគំនិតនោះឡើយគាត់ជឿថាតម្លៃមួយត្រូវតែបង់សម្រាប់ការដែលត្រូវបានអូសមកទីនេះដោយបង្ខំនិងធ្វើឲ្យរងទុក្ខគាត់លើកដាវឡើងហើយរត់ចូលទៅប្រយុទ្ធប៉ុន្តែជំនួសឲ្យព្រះអម្ចាស់អារ៉ាគាត់បានឃើញត្រឹមតែដំណក់ទឹកមួយប៉ុណ្ណោះភ្លាមញើសត្រចៀកបានហូរចេញពេញរាងកាយរបស់គាត់ក្មេងប្រុសមុខស្លេកមិនអាចយល់បានថាអ្វីកំពុងកើតឡើងបន្ទាប់មកភ្លាមគាត់បានឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យក្មេងប្រុសមិនទាន់គាត់បានសុបិនអំពីភពផែនដីអស់រយៈពេលយូរណាស់ប្រហែលជាជិត30ឆ្នាំប៉ុន្តែហេតុអ្វីជាមន្ទីរពេទ្យភ្លាមគាត់បានដឹងថាខ្លួនមិនអាចផ្លាស់ទីបានវាជាសុបិនដែលមិនអាចគ្រប់គ្រងបានប៉ុន្តែគាត់មានអារម្មណ៍ថាវាជាការខ្ជះខ្ជាយនៅពេលនោះថាសភេសជ្ជៈមួយបានធ្លាក់ចុះលើដីវាត្រូវបានទម្លាក់ដោយស្ត្រីម្នាក់ដែលឈរនៅមុខរ៉ែដោយភ្នែកពេញទៅដោយទឹកភ្នែកនាងរត់មករកកូនប្រុសរបស់នាងភ្លាមប៉ុន្តែក្មេងប្រុសមិនចូលចិត្តសុបិននេះឡើយវាមានអារម្មណ៍ដូចជារឿងកុមារណាស់ឥឡូវនេះគាត់ចង់ភ្ញាក់ឡាយឲ្យបានឆាប់តាមដែលអាចធ្វើបានប៉ុន្តែ
ចាំបន្តិចបើវាជាសុបិនពិតប្រាកដហេតុអ្វីបានជាគាត់មានអារម្មណ៍ថាអ្វីៗទាំងអស់សុទ្ធតែពិតប្រាកដដូច្នេះនៅពេលនោះភ្លាមៗគាត់បានចងចាំអ្វីៗដែលបានកើតឡើងទោះបីជាខ្លួនអស់កម្លាំងក៏ដោយគាត់នៅតែអាចសម្លាប់ព្រះអម្ចាស់អារ៉ាបានក្នុងអំឡុងការប្រយុទ្ធអារ៉ាដ៏កំសាបានព្យាយាមបោកប្រាស់គាត់ប៉ុន្តែច្បាស់ណាស់វាបរាជ័យបំណែកភ្លើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបរិសុទ្ធខ្មៅពិតជាអាចសម្លាប់ព្រះអម្ចាស់អារ៉ាបានប៉ុន្តែលើនេះគាត់ជាអ្វីគាត់បានក្លាយជាអធិរាជដាច់ខាតនៃដែនដីទាំងនេះដោយដង្ហើមធ្ងន់បរិសុទ្ធនោះបានត្រឡប់ខ្លួនហើយឃើញផ្ទាំងប្រព័ន្ធមួយអណ្ដែតនៅមុខគាត់ដែលអញ្ជើញឲ្យគាត់ត្រឡប់ទៅផ្ទះវិញប៉ុន្តែក្នុងចិត្តរបស់គាត់មិនដឹងថាខ្លួនឯងពិតជាចង់ត្រឡប់ទៅវិញឬទេការត្រឡប់ទៅផែនដីវិញបន្ទាប់ពី80ឆ្នាំគឺជាជំរឿដ៏លំបាកមួយសម្រាប់ក្មេងប្រុសបំណែកភ្លើងបានហក់នៅជិតហើយសួរអំពីដែនដីនេះប៉ុន្តែពីករបស់វាមិនអាចឈានដល់ស្មារតីរបស់បរិសុទ្ធសក់ខ្មៅបានឡើយគាត់បានអធិដ្ឋានរាល់ថ្ងៃដើម្បីគេចផុតពីទីកន្លែងដ៏សាបសូន្យនេះដូច្នេះគាត់គ្មានហេតុផលអ្វីឬស្ទាក់ស្ទើរទៀតឡើយគាត់បានចុចប៊ូតុងដ៏មានតម្លៃនោះភ្លឺពន្លឺខ្លាំងមួយបានបំភ្លឺមុខរបស់គាត់ភ្លាមៗពេលគាត់ភ្ញាក់ឡើងគាត់បានឃើញវិជ្ជបណ្ឌិតម្នាក់កំពុងបំភ្លឺភ្លួងដៃចូលភ្នែករបស់គាត់បុរសនោះបានហៅគាត់តាមឈ្មោះរបស់គាត់គឺហានដេសុងគាត់មិនអាចជឿបានថាវាជាការពិតឡើយវាជារឿងពិតប្រាកដវិជ្ជបណ្ឌិតបានព្រមានថានៅដំបូងក្មេងប្រុសនឹងពិបាកក្នុងការផ្លាស់ទីព្រោះគាត់បានស្ថិតនៅក្នុងសភាពដូចមនុស្សដេកសន្លប់យូរណាស់ទោះយ៉ាងណាវិជ្ជបណ្ឌិតបានប្រញាប់បញ្ចេញពាក្យលួងលោមសាច់ញាតិដោយពន្យល់ថាប្រសិនបើក្មេងប្រុសបន្តទទួលការព្យាបាលស្ដារនីតិសម្បទាគាត់នឹងកាន់តែប្រសើរឡើងបន្តិចម្ដងក្មេងស្រីម្នាក់ដែលមានទឹកភ្នែកហូរពេញថ្ពាល់បានអរគុណវិជ្ជបណ្ឌិតដោយស្មោះស្ម័គ្រព្រោះក្មេងប្រុសបានភ្ញាក់ឡើងវិញដោយសារការព្យាបាលនៅពេលនោះបុរសសក់ខ្មៅដែលកំពុងដេកលើគ្រែបានស្រែកឡើងយ៉ាងខ្លាំងវិជ្ជបណ្ឌិតបានព្យាយាមលួងលោមហានដេសុងប៉ុន្តែគាត់មិនអាចស្ដាប់ពួកគេបានឡើយក្មេងប្រុសមិនយល់ថាខ្លួនបានត្រឡប់មកស្ថិតក្នុងជីវិតពិតនៅពេលណាតើវាគីពេលបែកគាត់ទទួលការជូនដំណឹងពីប្រព័ន្ធឬក៏ទើបតែឥឡូវនេះអ្នកជំងឺដែលដេកនៅជិតត្រូវបានភ័យខ្លាចដោយអាកប្បកិរិយាចម្លែករបស់គាត់វិជ្ជបណ្ឌិតនៅតែព្យាយាមលួងលោមគាត់ប៉ុន្តែក្មេងប្រុសបានស្រែកឲ្យគ្រប់គ្នាកុំខិតជិតដោយមិនអនុវត្តតាមការព្រមាននោះវិជ្ជបណ្ឌិតបានខិតចូលមកហើយភ្លាមត្រូវបានខំក្មេងប្រុសបានចាប់វិជ្ជបណ្ឌិតដោយថ្មិញដោយសារភាពភ័យខ្លាចគាត់ចង់ដឹងថាអ្វីបានកើតឡើងចំពោះរាងកាយរបស់គាត់តើវាជាមន្តអាគមឬជាពុលធ្វើឲ្យរាងកាយជាប់សោយហេតុអ្វីបានជាគាត់មិនអាចផ្លាស់ទីបានវាត្រូវតែជាសុបិនប៉ុណ្ណោះសុបិនដ៏អាក្រក់នឹងមិនចប់សោះវាជាសុបិនអាក្រក់ក្មេងប្រុសបានគិតនៅពេលនោះបុរសម្នាក់ដែលពាក់អាវងូតទឹកបានអាចដកដៃរបស់គាត់ចេញពីមាត់ក្មេងប្រុសបានប៉ុន្តែរឿងមិនបានបញ្ចប់ត្រឹមតែប៉ុណ្ណោះឡើយក្មេងប្រុសបានធ្លាក់ចុះពីលើគ្រែហើយស្រែកយ៉ាងខ្លាំងបំផុតគាត់បានរស់រានមានជីវិតតាមរយៈការតស៊ូនិងការរងទុក្ខអស់80ឆ្នាំបន្ទាប់ពីអ្វីៗទាំងអស់ដែលគាត់បានឆ្លងកាត់តែគាត់ត្រូវស្លាប់ឥឡូវនេះមែនទេដោយពេញទៅដោយកំហឹងគាត់បានប្រកាសថាគាត់នឹងមិនស្លាប់ឡើយគាត់នឹងមិនបោះបង់ឡើយសូម្បីតែពេលគាត់កំពុងស្លាប់នៅក្នុងដែនដីនរកដ៏គ្មានជីវិតគាត់ក៏បានអធិដ្ឋាននឹងអង្វរដល់ស្ថានសួគ៌ម្ដងហើយម្ដងទៀតដើម្បីឲ្យគាត់អាចត្រឡប់មកវិញនៅពេលនោះបុរសរឹងមាំជាច្រើនអ្នកបានរត់ចូលមកក្នុងបន្ទប់ដើម្បីបង្ក្រាបអ្នកជំងឺពួកគេបានចាប់ដៃក្មេងប្រុសដែលអស់កម្លាំងដើម្បីព្យាយាមលួងមើលគាត់ប៉ុន្តែក្មេងប្រុសមិនព្រមបោះបង់ឡើយគាត់បានបញ្ជាឲ្យពួកគេដោះលែងគាត់បើមិនដូច្នោះទេគាត់នឹងសម្លាប់មនុស្សទាំងអស់ដែលនៅក្នុងបន្ទប់គាត់នៅតែមិនអាចជឿបានថាខ្លួនបានភ្ញាក់ឡើងក្នុងរាងកាយដ៏ខ្សោយនិងអាក្រក់បែបនេះប៉ុន្តែក្នុងពេលកំហឹងកំពុងឆេះឡើងអ្វីមួយផ្សេងទៀតបានទាក់ទាញចំណាប់អារម្មណ៍របស់គាត់កំហឹងលើមុខរបស់គាត់ត្រូវបានជំនួសមិនមែនដោយការព្រួយបារម្ភទេប៉ុន្តែដោយការភ្ញាក់ផ្អើលតាមបង្អួចគាត់បានឃើញពន្លឺផ្គោលាន់ពណ៌លឿងបាញ់បោះឲ្យក្នុងពពួកវាជាប្រហោងអវកាសនរកប៉ុន្តែវាមកទីនេះដើម្បីអ្វីពួកគេបានដាក់គាត់លើគ្រែអ្នកជំងឺបុរសនោះបានតស៊ូម្ដងទៀតប៉ុន្តែមិនយូរប៉ុន្មានគាត់ត្រូវបានចាក់ថ្នាំបំបត្តិអារម្មណ៍បានចូលទៅក្នុងរាងកាយរបស់គាត់ហើយខណៈដែលគាត់ស្រែកថានឹងសម្លាប់មនុស្សទាំងអស់គាត់ក៏បាត់ស្មារតីទៅព័ត៌មានមិនទាន់នៅម៉ោង 9 ព្រឹកថ្ងៃនេះមានការបើកទ្វារអាថ៌កំបាំងមួយកាត់ឡើងនៅតំបន់សុងពូគូក្នុងទីក្រុងសេអ៊ូលជាសំណាងល្អក្រុងអ្នកប្រយុទ្ធ Hunters ត្រូវបានផ្ញើទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័សហើយបានគ្រប់គ្រងតំបន់ជុំវិញបានរួចរាល់បច្ចុប្បន្នបេសកកម្មរបស់ក្រុម Hunters ជិតបញ្ចប់ហើយអ្នកប្រយុទ្ធបានរាយការណ៍ថាការសម្អាតតំបន់នឹងចំណាយពេលប្រហែល1ម៉ោងបុរសនៅក្នុងការិយាល័យបានបញ្ជាឲ្យគាត់រាយការណ៍ភ្លាមៗនៅពេលបេសកកម្មបញ្ចប់ហើយសន្យាថានឹងដោះស្រាយរឿងដែលនៅសល់ដោយខ្លួនឯងអ្នកប្រយុទ្ធបានទទួលពាក្យបញ្ជាហើយបិទទូរស័ព្ទបន្តិចក្រោយមកព័ត៌មានថ្មីបំផុតត្រូវបានផ្សាយលើទូរទស្សន៍ក្នុងបន្ទប់អ្នកជំងឺវាបាននិយាយថាដោយសារការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ក្រុម Hunters ផលវិបាកពីការបើកទ្វារបានត្រូវដោះស្រាយយ៉ាងលឿនហើយទ្វារនោះក៏ត្រូវបានបិទដោយជោគជ័យនៅក្នុងសភាពពាក់កណ្ដាលដេកពាក់កណ្ដាលភ្ញាក់បុរសសក់ខ្មៅបានស្ដាប់ព័ត៌មាននោះយ៉ាងស្ងៀមស្ងាត់គាត់បានស្ដាប់ព័ត៌មានប៉ុន្តែមិនអាចយល់ថាអ្វីកំពុងកើតឡើងឡើយហេតុអ្វីបានជាក្រុម Hunters ខ្លះចូលទៅក្នុងប្រហោងអវកាសដ៏គ្រោះថ្នាក់នោះនៅពេលនោះមនុស្សម្នាក់ដែលមិនស្គាល់បានចូលមកក្នុងបន្ទប់អ្នកជំងឺក្មេងប្រុសដែលពាក់អាវក្រៅបានភ្ញាក់ផ្អើលនិងរីករាយយ៉ាងខ្លាំងពេលឃើញថាមិត្តរបស់គាត់បានភ្ញាក់ឡើងពិតប្រាកដទូយ៉ាងណាអធិរាជនៃនិរោគក្នុងពេលបច្ចុប្បន្នមិនបានស្គាល់គាត់ភ្លាមឡើយហើយសួរថាគាត់ជានរណាបន្តិចក្រោយមកការយល់ដឹងបានវាប្រហារចិត្តគាត់វាគឺជាចាងហូមែនហើយមិត្តចាស់របស់គាត់ចាងហូមានក្តីរីករាយយ៉ាងខ្លាំងដែលមិត្តចាស់របស់គាត់ភ្ញាក់ឡើងវិញបន្ទាប់ពីដេកសន្លប់អស់រយៈពេល10ឆ្នាំយ៉ាងយូរអស់រយៈពេល10ឆ្នាំពេញគាត់បានដេកសន្លប់នៅក្នុងពិភពលោកនេះនៅថ្ងៃបញ្ចប់ការសិក្សាមធ្យមសិក្សាគាត់ពោពេញដោយថាមពលប៉ុន្តែដោយគ្មានមូលហេតុអ្វីសោះគាត់បានដួលភ្លាមបន្ទាប់ពីនោះគាត់បានដេកលើគ្រែមន្ទីរពេទ្យប្រហែលជិត10ឆ្នាំអរគុណព្រះគាត់មានអារម្មណ៍ស្រួលចិត្តណាស់ដែលអ្វីពិតជាកើតឡើងតាមបែបនេះខណៈដែលគាត់នៅក្នុងនរកវាហាក់ដូចជារយៈពេល80ឆ្នាំបានកន្លងផុតទៅប៉ុន្តែនៅក្នុងជីវិតពិតវាមានតែ10ឆ្នាំប៉ុណ្ណោះមិត្តរបស់គាត់បានប្រាប់ថា
ក្នុងអំឡុងពេលដែលគាត់ដេកសន្លប់ម្ដាយរបស់គាត់បានធ្វើការយ៉ាងលំបាកខ្លាំងដោយសារចំណាយមន្ទីរពេទ្យនាងត្រូវបង្ខំចិត្តធ្វើការរហូតដល់2ការងារប៉ុន្តែរឿងទាំងនោះអាចរងចាំទៅសិនបានពេលនេះអ្វីដែលសំខាន់បំផុតគឺបុរសសក់ខ្មៅត្រូវស្ដារខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើបានហើយត្រឡប់ទៅសភាពដើមរបស់គាត់វិញចំពោះការងារគាត់ក៏មិនចាំបាច់បារម្ភឡើយព្រោះចាងហូបានរក្សាទុកកម្លៃមួយឲ្យគាត់រួចហើយក្មេងប្រុសបានអរគុណមិត្តរបស់គាត់ទោះបីជាគាត់មិនសូវរីករាយនឹងអ្វីដែលបានឮក៏ដោយមិនយូរប៉ុន្មានម្ដាយរបស់គាត់បានរុញរទេះនាំគាត់ចេញទៅដើរលេងខណៈដែលនាងនិយាយថាអាកាសធាតុនៅថ្ងៃនេះស្រស់ស្អាតណាស់ប៉ុន្តែគំនិតរបស់គាត់វិញកំពុងផ្ដោតលើរឿងផ្សេងទៀតទាំងស្រុងនៅក្រុមនរកគាត់បានប្រយុទ្ធយ៉ាងអស់កម្លាំងដើម្បីរកឱកាសរស់រានមានជីវិតនិងត្រឡប់មករករាងកាយរបស់ខ្លួនប៉ុន្តែនៅក្នុងជីវិតពិតវិញគាត់ដឹងថាខ្លួនត្រូវទទួលខុសត្រូវចំពោះគ្រួសារនិងជួយម្ដាយរបស់គាត់ទោះបីជាគាត់អាចអង្គុយឡើងបានដោយខ្លួនឯងក៏ដោយគាត់នៅតែមិនអាចដើរបានភាពខ្សោយនេះអាចនាំឲ្យគាត់ជួបបញ្ហាច្រើនព្រោះគាត់អាចក្លាយជាបន្ទុកធ្ងន់សម្រាប់គ្រួសារភាពសាហាវនៅក្នុងជីវិតពិតនេះមិនតិចជាងនៅក្នុងនរកឡើយនៅពេលនោះម្ដាយរបស់គាត់បានឈប់ជំហានភ្លាមមុខរបស់នាងស្លេកស្លាំងនៅមុខពួកគេផ្លូវត្រូវបានរារាំងដោយក្រុមចៅពួកគេបានស្វែងរកនាងអស់រយៈពេលយូរប៉ុន្តែមិនអាចទៅដល់នាងបានឡើយការបរាជ័យនោះបានធ្វើឲ្យពួកគេចាប់ផ្ដើមអស់សម្លេចតើនាងពិតជាមិនចង់ចោះចាញ់មែនឬវាជាប្រាក់ដែលនាងបានខ្ចីប៉ុន្តែការពន្យល់បែបនេះមិនអាចប្រើបានទៀតឡើយស្ត្រីនោះបានសុំទោសហើយសន្យាថានឹងសងប្រាក់ទាំងអស់វិញនៅខែក្រោយប៉ុន្តែបុរសទាំងនោះពេញទ្រាំនឹងលេសដ៏គួរឲ្យអាណិតទាំងនេះហើយដោយភាពអស់សង្ឃឹមនាងបានខិតទៅជិតជន់បង្ហូតហើយសន្យាដោយតឹងរឹងថាពេលនេះពាក្យរបស់នាងពិតប្រាកដប្រសិនបើគេផ្ដល់ពេលឲ្យនាងបន្តិចនាងនឹងសងប្រាក់ទាំងអស់ដែលនាងជំពាក់វិញពិតប្រាកដប៉ុន្តែអាកប្បកិរិយារបស់នាងវិញបានធ្វើឲ្យបុរសនោះខឹងកាន់តែខ្លាំងគាត់ខឹងថាស្ត្រីដកទុនខ្សោយបែបនេះហ៊ានប៉ះគាត់ដោយដៃដោយកម្លាំងមួយគាត់បានរុញនាងចោលទៅឆ្ងាយហាន់ដេសុងបានមើលឃើញអ្វីៗទាំងអស់នេះដោយស្ងៀមស្ងាត់ហាន់ដេសុងបានមើលទស្សនាឆាកនេះយ៉ាងយកចិត្តទុកដាក់បុរសធំម្នាក់បានចង្អុលម្រាមដៃទៅកាន់ស្ត្រីដ៏អស់សង្ឃឹមហើយនិយាយយ៉ាងត្រជាក់ថាពេលខ្ចីប្រាក់ពីអ្នកដទៃគួរតែសងឲ្យបានទាន់ពេលលើកនេះពួកគេមិនមានបំណងនិយាយសុភាពរៀបសារទៀតឡើយម្ដាយដ៏អស់សង្ឃឹមបានចាប់ផ្ដើមយំហើយអង្វរពួកគេកុំធ្វើបែបនេះនៅមុខកូនរបស់នាងបានសន្យាដោយស្មោះថានាងនឹងសងប្រាក់វិញនៅខែក្រោយហើយសូមឲ្យបុរសទាំងនោះមេត្តាបញ្ចូលចិត្តនិងអនុញ្ញាតឲ្យពួកគេទៅប៉ុន្តែបុរសនោះមិនមានបំណងអត់ធ្មត់នឹងពាក្យសន្យាទេទៀតឡើយវាជាឆ្នាំទី2ហើយជនបង្ហូតមិនអាចយល់បានថាហេតុអ្វីបានជានាងនៅតែហ៊ានពន្យាពេលសងបំណុលរបស់ខ្លួនដោយមានអារម្មណ៍អៀនខ្មាស់នៅមុខកូនបុរសនោះបានតាក់មុខនាងយ៉ាងខ្លាំងមួយដងហាន់ដេសុងមិនអាចអត់ធ្មត់នឹងការប្រមាថនេះបានទៀតឡើយអង្គុយលើរទេះរុនគាត់បានហៅពួកជនអាក្រក់ទាំងនោះមករកខ្លួនក្រុមអន្តពានមិនស្រាប់សម្លេងតូចៗរបស់ឆ្កែតូចតាមដែលពួកគេហៅឡើយហើយសើចចំអកឲ្យគាត់និយាយម្ដងទៀតក្មេងប្រុសបានបំពេញតាមការស្នើរបស់ពួកគេដោយគ្មានការស្ទាក់ស្ទើរម្ដាយរបស់គាត់ព្យាយាមរារាំងប៉ុន្តែវាយឺតពេកបុរសម្នាក់បានចាប់កៅអៅរបស់គាត់ហើយលើកគាត់ឡើងពីដីដោយទឹកភ្នែកខួរពេញមុខម្ដាយបានអង្វរឲ្យពួកគេលើកលែងទោសនិងព្យាយាមការពារកូនរបស់នាងនិយាយថាគាត់គ្រាន់តែជាក្មេងប៉ុណ្ណោះគ្រាន់តែជាអ្នកជំងឺប៉ុណ្ណោះទោះបីជាម្ដាយបានព្យាយាមរារាំងការហូរឈាមយ៉ាងខ្លាំងក៏ដោយក្មេងប្រុសដែលអស់កម្លាំងនៅតែបន្តប្រមាថសត្វល្អិតដ៏អាក្រក់នៅមុខភ្នែករបស់គាត់ជនអន្តពាលបានដឹងថាក្មេងប្រុសនេះច្បាស់ជាមានបញ្ហាផ្លូវចិត្តព្រោះគាត់បន្តស្វែងរកបញ្ហាដោយខ្លួនឯងទោះជាយ៉ាងណាពាក្យសម្ដីរបស់ហាន់ដេសុងបានធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងដោយកំហឹងគាត់សម្រេចចិត្តបង្ហាញថាតើអ្នកណាជាសត្វល្អិតពិតប្រាកដដោយការវាយដ៏សាហាវមួយបុរសសក់ខ្មៅត្រូវបានវាយឲ្យហោះចេញទៅប៉ុន្តែវាមិនបានបញ្ចប់ត្រឹមតែប៉ុណ្ណោះឡើយតាមទស្សនៈរបស់ជនអន្តពាលសត្វល្អិតត្រូវបំផ្លាញជាមួយនឹងស្នាមញញឹមសាហាវគាត់បានចាប់ដើមជន់លើក្មេងប្រុសដែលដួលនៅលើដីបុរសវ័យក្មេងដ៏គ្មានការការពារបានដេកនៅលើដីខណៈដែលហាន់ដេសុងកំពុងត្រូវគេវាយគាត់បានបន្ទោសខ្លួនឯងថារាងកាយរបស់គាត់ស្ថិតនៅក្នុងសភាពអាក្រក់បែបនេះបើមិនមែនដោយសារវារឿងទាំងនេះមិនគួរកើតឡើងឡើយក្មេងស្រីដែលមានទឹកភ្នែកពេញមុខបានព្យាយាមរារាំងអ្វីដែលកំពុងកើតឡើងប៉ុន្តែមិនមានប្រយោជន៍ឡើយបុរសនោះនៅតែបន្តជន់និងទាត់ក្មេងប្រុសយ៉ាងសាហាវគាត់ទាមទារឲ្យហាន់ដេសុងហៅគាត់ម្ដងទៀតប្រសិនបើគាត់មិនខ្លាចក្មេងប្រុសបានបន្តស្ដីបន្ទោសគាត់នៅក្នុងចិត្តបើពួកគេស្ថិតនៅក្នុងនរកអេឡាំនេះមនុស្សនោះមិននឹងនៅសល់អ្វីទៀតឡើយនៅពេលនោះផ្ទាំងប្រព័ន្ធដែលគាត់បានភ្លេចអស់រយៈពេលយូរបានលេចឡើងមុខភ្នែករបស់គាត់ភ្លាមនៅមុខហាន់ដេសុងផ្ទាំងប្រព័ន្ធមួយបានលេចឡើងដោយផ្ដល់ឱកាសឲ្យគាត់ចូលរួមក្នុងបេសកកម្មទេវភាពវាក៏បានព្រមានថាប្រសិនបើគាត់បដិសេធគាត់នឹងមិនបានទទួលរង្វាន់ឡើយភ្នែករបស់ក្មេងប្រុសបានភ្លឺឡើងដោយក្តីសង្ឃឹមគាត់មិនបានយកចិត្តទុកដាក់ចំពោះអ្វីដែលកំពុងកើតឡើងនៅជុំវិញទៀតឡើយអ្វីតែមួយដែលសំខាន់សម្រាប់គាត់គឺបេសកកម្មទេវភាពពេលផ្ទាំងជម្រៅអណ្ដែតនៅមុខគាត់ការស្ទាក់ស្ទើររបស់គាត់មានតែបន្តិចប៉ុណ្ណោះជាក់ស្ដែងផ្ទាំងប្រព័ន្ធទាំងនេះគឺជារឿងតែមួយដែលបានជួយគាត់រស់រានមានជីវិតក្នុងនរកអស់រយៈពេល86ឆ្នាំគាត់បានទទួលយកបេសកកម្មប៉ុន្តែក្នុងពេលនោះគាត់មិនទាន់យល់ថាបេសកកម្មនេះត្រូវឲ្យគាត់ធ្វើអ្វីឡើយដោយមូលហេតុមួយចំនួនអ្វីៗទាំងអស់បានឈប់ដំណើរការភ្លាមសូម្បីតែពេលវេលាក៏បានឈប់ផងដែរបេសកកម្មដែលគាត់បានទទួលយកមានឈ្មោះថាការស្ដាររាងកាយ Body Restoration កម្រិតភាពលំបាករបស់វាគឺទាបបំផុតអ្វីដែលគាត់ត្រូវធ្វើគឺទៅដល់គោលដៅដែលបានសម្គាល់ក្នុងរយៈពេល1ម៉ោងជារង្វាន់គាត់នឹងទទួលបានថ្នាំមួយដែលអាចស្ដាររាងកាយរបស់គាត់ឲ្យត្រឡប់ទៅសភាពល្អឥតខ្ចោះវិញព្រមទាំងការកើនឡើងសុខភាព 10% ហាន់ដេសុងវិញការភ្ញាក់ផ្អើលយ៉ាងខ្លាំងតើរាងកាយរបស់គាត់អាចត្រឡប់ទៅសភាពដើមវិញពិតប្រាកដមែនឬភ្លាមសញ្ញាពណ៌ក្រហមមួយបានលេចឡើងនៅមុខភ្នែករបស់គាត់ប្រាប់ឲ្យគាត់ដឹងថាគាត់ត្រូវឆ្លងកាត់ឧបសគ្គ10យ៉ាងនៅចម្ងាយប៉ុន្មានម៉ែត្រហាន់ដេសុងនៅតែមិនអាចជួបភ្នែករបស់ខ្លួនបានឡើយវាបង្ហាញថាប្រសិនបើគាត់អាចទៅដល់កន្លែងនោះបានគាត់នឹងបានត្រឡប់ទៅជាខ្លួនឯងវិញពិតប្រាកដជាមួយនឹងស្នាមញញឹមស្រាលហាន់ដេសុងបាននិយាយថា
គាត់នឹងទៅដល់ទីនោះឲ្យបានទោះបីជាត្រូវបង់តម្លៃប៉ុណ្ណាក៏ដោយសូម្បីតែត្រូវលូនក៏ដោយវាមិនសំខាន់ឡើយអ្វីដែលសំខាន់បំផុតគឺការត្រឡប់ទៅសភាពដើមរបស់គាត់វិញញើសបានហូរចេញពេញរាងកាយខណៈដែលគាត់បន្តលូនទៅមុខដោយកម្លាំងទាំងអស់ដែលនៅសល់វាពិបាកណាស់សម្រាប់គាត់ក្នុងការជឿថាមនុស្សដែលបានឈ្នះគ្រប់គ្នានៅក្នុងនរកកំពុងតែពិបាកជាមួយរឿងតូចប៉ុណ្ណេះនៅសល់តែ18នាទីទៀតមុនបេសកកម្មបញ្ចប់បើតាមល្បឿននេះគាត់នឹងមិនអាចទៅដល់ទេគាត់មិនអាចទៅដល់គោលដៅបានទាន់ពេលដោយខ្លួនឯងឡើយដោយដឹងដូច្នេះហានដេសុងបានបង្ខំខ្លួនឲ្យគិតយ៉ាងមានហេតុផលប្រសិនបើប្រព័ន្ធមិនអាចផ្ដល់បេសកកម្មដែលមិនអាចបញ្ចប់បាននោះប្រកាសជាមានដំណោះស្រាយមួយអ្វីៗត្រូវតែដំណើរការតាមច្បាប់ដូចគ្នាបន្ទាប់ពីអានគោលបំណៅឡើងវិញយ៉ាងប្រុងប្រយ័ត្នទៅដល់គោលដៅគាត់បានដឹងអ្វីមួយដ៏សំខាន់វាមិនបាននិយាយថាគាត់ត្រូវតែដើរទៅទេវាគ្រាន់តែបញ្ជាក់ថាគាត់ត្រូវទៅដល់ប៉ុណ្ណោះនោះមានន័យថាគាត់អាចទៅដល់ទីនោះដោយវិធីណាក៏បានក្រោយពេលមើលជុំវិញភ្នែករបស់គាត់បានធ្លាក់លើរទេះរុញរបស់ខ្លួននៅពេលនោះគាត់ថែមបានសម្គាល់ថាវានៅស្ថិតនៅក្នុងសភាពល្អគួរឲ្យភ្ញាក់ផ្អើលដោយស្ដាយចិត្តចំពោះភាពល្ងងរបស់ខ្លួនដែលទើបដឹងពេលនេះគាត់បានព្យាយាមឡើងលើរទេះរុញដោយមិនបោះបង់គាត់បានចាប់ផ្ដើមរុញវាឲ្យលឿនឡើងនៅវិនាទីចុងក្រោយគាត់អាចទៅដល់ទីកន្លែងដែលបានកំណត់ដោយដង្ហើមហត់យ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់បេសកកម្មគាត់បានទទួលដបថ្នាំតូចមួយប្រពន្ធក៏បានផ្ដល់ព័ត៌មានខ្លីៗអំពីវាផងដែររាវនេះគឺជាថ្នាំពហុមុខងារសម្រាប់ស្ដារនិងកែលម្អស្ថានភាពបច្ចុប្បន្នរបស់អង្គភាពដ៏ល្អឥតខ្ចោះដោយគ្មានការស្ទើរក្មេងប្រុសបានផឹកអ្វីដែលនៅក្នុងដបហើយភ្លាមគាត់បានសម្គាល់ថាមានអ្វីមួយកំពុងផ្លាស់ប្ដូរការផ្លាស់ប្ដូរបានរីករាលដាលពេញរាងកាយរបស់គាត់ការឈឺចាប់ទាំងអស់បានបាត់បង់ហើយកម្លាំងបានត្រឡប់មកវិញក្នុងរាងកាយនេះមនុស្សទាំងអស់ដែលនៅទីនោះមិនអាចយល់បានថាអ្វីកំពុងកើតឡើងឡើយបុរសវ័យក្មេងដែលធ្លាប់ដេកនៅជើងជន់បង្ហូតបានបាត់ពីទីនោះភ្លាមមិនយូរប៉ុន្មានអាជ្ញាធរអនុវត្តច្បាប់បានមកដល់កន្លែងកើតហេតុហើយចូលរួមគ្រប់គ្រងចំនួននៅពេលដូចគ្នានោះម្ដាយដ៏ភ័យខ្លាចបានរត់ទៅរកកូនរបស់នាងបុរសធំមិនអាចយល់បានថាក្មេងប្រុសអាចទៅដល់កន្លែងនោះភ្លាមយ៉ាងដូចម្ដេចបន្ទាប់មកមិត្តរបស់គាត់បានណែនាំឲ្យចាក់ចេញពីទីនេះឲ្យបានឆាប់តាមដែលអាចធ្វើបានដោយគ្មានការស្តាក់ស្ទើរពួកគេបានបង្វិលខ្លួនហើយចាក់ចេញពីទីនោះភ្លាមប៉ុន្តែហានដៃសុងបានចងចាំពួកគេយ៉ាងច្បាស់ហើយគាត់មិនមានបំណងអត់ទោសចំពោះភាពមិនគោរពរបស់ពួកគេឡើយមិនយូរប៉ុន្មានពេលយប់បានធ្លាក់ចុះក្មេងប្រុសនៅតែដេកនៅក្នុងបន្ទប់យ៉ាងបញ្ជីប៉ុន្តែគាត់មិនប្រញាប់ដេកឡើយបុរសសក់ខ្មៅនៅតែមិនអាចយល់បានថាផ្ទាំងជម្រៅនោះបានលេចឡើងមុខគាត់យ៉ាងដូចម្ដេចបន្ទាប់ពីហេតុការណ៍នោះគាត់បានព្យាយាមហៅប្រព័ន្ធម្ដងហើយម្ដងទៀតប៉ុន្តែគ្រប់ការព្យាយាមសុទ្ធតែបរាជ័យមិនថាគាត់ព្យាយាមប៉ុណ្ណាក៏មិនមានអ្វីកើតឡើងឡើយចុងក្រោយហានដេសុងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាគាត់ត្រូវស្ដាររាងកាយរបស់ខ្លួនឲ្យបានពីលិនឲ្យបានឆាប់តាមដែលអាចធ្វើបានមុនពេលជនអាក្រក់ទាំងនោះត្រឡប់មកវិញគាត់ដឹងថាគាត់ត្រូវការបេសកកម្មថ្មីមួយទៀតនៅពេលនោះសារមួយបានលេចឡើងពីគ្មានទីណាប្រាប់ថាព្រឹទ្ធសភាទេវតាកំពុងរងចាំការមកដល់របស់អង្គភាពដ៏ល្អឥតខ្ចោះភ្លាមក្មេងប្រុសដែលខ្សោយបានឃើញខ្លួនឯងនៅក្នុងលំហអវកាសមួយដែលគាត់មិនស្គាល់ដំបូងគាត់គិតថាវាជាសុបិនប៉ុណ្ណោះប៉ុន្តែមិនយូរប៉ុន្មានផ្ទាំងប្រព័ន្ធបានលេចឡើងមុខគាត់ម្ដងទៀតវាបានបញ្ជាក់ថាចាប់ពីពេលនេះទៅគាត់ត្រូវបានផ្ដល់ឱកាសឲ្យបង្កើនល្បឿននៃការអភិវឌ្ឍខ្លួនដើម្បីស្ដាររាងកាយដ៏ល្អឥតខ្ចោះរបស់គាត់ឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីសម្រេចបាននោះគាត់ត្រូវបំពេញបេសកកម្មដែលប្រព័ន្ធផ្ដល់ឲ្យប្រព័ន្ធបានជូនពរឲ្យគាត់សំណាងល្អហើយហានដេសុងបានសម្រេចចិត្តបន្តការប្រឡងបេសកកម្មទី2ទ្រឲ្យគាត់បង្ខ្វាញវត្ថុដែលបានកំណត់កម្រិតភាពលំបាកគឺមធ្យមហើយមិនមានកំណត់ពេលវេលាទេជារង្វាន់គាត់នឹងទទួលបាន30ពិន្ទុនៃការយល់ដឹងវត្ថុដែលបាននិយាយដល់បានលេចឡើងនៅមុខគាត់ដោយផ្ដោតអារម្មណ៍លើកម្លាំងរបស់ខ្លួនអធិរាជនរោចារ្យបានបំបែកគោលដៅដ៏ទន់ខ្សោយនោះឲ្យបែកខ្ទេចយ៉ាងងាយស្រួលឥឡូវនេះបេសកកម្មទី3បានឈរនៅមុខគាត់លើកនេះភារកិច្ចរបស់គាត់គឺរត់ចម្ងាយ10គីឡូម៉ែត្រកម្រិតភាពលំបាកគឺខ្ពស់បំផុតហើយគាត់មានពេលត្រឹមតែ3ម៉ោងប៉ុណ្ណោះដើម្បីបំពេញបេសកកម្មនេះជារង្វាន់គាត់នឹងទទួលបានថ្នាំបង្កើនភាពល្អឥតខ្ចោះដែលបន្ថែមការយល់ដឹងប្រហែល 5% ហានដេសុងបានចាប់ផ្ដើមវឹកហាត់យ៉ាងតឹងរឹងភ្លាមមិនយូរប៉ុន្មានគាត់បានបញ្ចប់បេសកកម្មដោយជោគជ័យបេសកកម្មទី5ត្រូវឲ្យគាត់ធ្វើ push up ចំនួន 1000 ដងក្នុងរយៈពេល2ម៉ោងមិនយូរប៉ុន្មានហានដេសុងក៏អាចឆ្លងកាត់ការប្រឡងនេះបានដែរកម្រិតការយល់ដឹងបច្ចុប្បន្នរបស់គាត់បានកើនដល់ 55% ប៉ុន្តែសម្រាប់ហានដេសុងវានៅតែមិនគ្រប់គ្រាន់ឡើយគាត់មិនអាចយល់បានឡើយតើស្ថានសួគ៌កំពុងលេងសើចជាមួយគាត់មែនទេបន្ទាប់ពីការខិតខំយ៉ាងច្រើនគាត់ទើបតែទៅដល់ពាក់កណ្ដាលប៉ុណ្ណោះហើយលើកពីនេះទៅទៀតគាត់បានទទួលតែថ្នាំតូចមួយដ៏គ្មានតម្លៃជារង្វាន់គាត់បានទាមទារបេសកកម្មធម្មតាមួយប្រាប់ថាគាត់ធុញទ្រាន់នឹងការខិតខំដោយគ្មានផលប្រយោជន៍ហើយនៅពេលនោះការប្រឡងទី10បានលេចឡើងលើកនេះគាត់ត្រូវប្រយុទ្ធជាមួយអរិយយមសសរធម្មពលដ៏សាហាវមួយបានលេចឡើងលើទីលានហ្វឹកហាត់ហើយសត្វចម្លែកដែលគាត់ស្គាល់ល្អបានបង្ហាញខ្លួននៅមុខគាត់នៅក្នុងនរកម្ដងមុនគាត់ស្ទើរតែស្លាប់នៅក្រោមដៃសត្វនេះប៉ុន្តែឥឡូវនេះបុរសសក់ខ្មៅមានអារម្មណ៍រីករាយដោយស្មោះចិត្តដែលអាចប្រឈមមុខនឹងវាម្ដងទៀតនៅពេលដែលគាត់ឃើញវាសត្វចម្លែកដ៏ធំនោះបានវាយប្រហារមកដោយគ្មានការស្តាក់ស្ទើរហើយវាយគាត់ជាលើកដំបូងហានដេសុងអាចទប់ទល់បានយ៉ាងលំបាកខ្លាំងប៉ុណ្ណោះបើបន្តបែបនេះគាត់ប្រកាសជាស្លាប់ដោយដឹងថាការការពារមិនមែនជាវិធីល្អទេគាត់បានលោតទៅមុខហើយសម្រេចចិត្តវាយតបប៉ុន្តែសត្វចម្លែកបានងាយស្រួលបុកគាត់ចុះទៅលើដីអធិរាជនរោគដែលរងរបួសបានកកឈាមចេញគាត់បានយល់ថាស្ថានភាពរបស់ខ្លួនគឺគួរឲ្យអាម៉ាស់បំផុត
ការបរាជ័យចំពោះអារក្សយមមួយបែបនេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរសត្វចម្លែកឈរលើគាត់ដោយបញ្ចេញក្លិនសម្លាប់ដ៏សាហាវសត្វចម្លែកបានបន្តវាយប្រហារជាបន្តបន្ទាប់ប៉ុន្តែហានដេសុងអាចគេចផុតពីការវាយទាំងអស់ដោយគ្មានបញ្ហាអ្វីឡើយទោះជាយ៉ាងណាមិនយូរប៉ុន្មានគាត់ត្រូវបានអារក្សដ៏ធំមួយចាប់បានហើយជាប់ក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតនៅពេលនោះក្មេងប្រុសបាននឹកឃើញពីរបៀបដែលគាត់ធ្លាប់សម្លាប់សត្វនេះនៅក្នុងនរកស្នាមញញឹមស្រាលៗបានលេចឡើងលើមុខរបស់គាត់ដោយចលនាមួយយ៉ាងលឿនគាត់បានកាត់ដាច់ក្រញាំដៃមួយរបស់អារក្សទើបតែពេលនោះគាត់នឹកឃើញថាខ្លួនអាចហៅដៃរបស់ខ្លួនបានដោយគ្មានការស្តាំងស្ទើរគាត់បានរត់ទៅវាយសត្វចម្លែកដ៏ស្អុយស្អាតនោះហើយបញ្ជាឲ្យវាត្រឡប់ទៅនរកវិញបន្ទាប់ពីនោះអ្វីៗទាំងអស់បានរលាយបាត់ភ្លាមគាត់បានភ្ញាក់ឡើងលើគ្រែរបស់ខ្លួនគាត់បើកភ្នែកបន្តិចហើយដោយសារចលនានោះគាត់ក៏បានដាស់មនុស្សម្នាក់ដែលកំពុងដេកនៅក្បែរគាត់ផងដែរម្ដាយរបស់គាត់បានកកិតភ្នែករបស់នាងដោយមិនអាចជឿបាននាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះកូនប្រុសជាទីស្រឡាញ់របស់នាងហាន់ដេសុងកំពុងឈរនៅមុខនាងផ្ទាល់